គ្នានឹងមកទៅcomment បងប្រុសគាត់ឲ្យខ្ញុំប្រាប់ពីរបៀបបើកម៉ូដអាជីពអញ្ចឹងវីដេអូនេះផ្ញើជូនបងប្អូនដែលគាត់ទឹមតលេងថ្មីអត់ទាន់ចេះបើកម៉ូដអាជីពបងប្អូនទាំងអស់គ្នាអញ្ចឹងយើងទៅមើលទាំងអស់គ្នាដំបូងគឺយើងចូលមកក្នុង account Facebook របស់យើងខ្ញុំយក Facebook នេះព្រោះឯ Facebook នេះខ្ញុំធ្លាប់បិទបើកម៉ូដអាជីពដូចគ្នាប៉ុន្តែខ្ញុំបានបិទវិញអញ្ចឹងដោយសារតែខ្ញុំធ្វើអត់ទាន់វាច្រើនពេកអញ្ចឹងតែខ្ញុំក៏បានបិទម៉ូដអាជីពនៅលើ account នោះមួយជាដំបូងបងគឺយើងចូលមកក្នុង profile របស់យើងមកចុចមកលើ profile របស់យើងហើយនេះបងប្អូនទាំងអស់គ្នាឆ្លងមើលពាក្យនេះត្រី3នេះនៅខាងស្ដាំដៃហ្នឹងចុចពីលើត្រី3ហ្នឹងហើយបងប្អូនទាំងអស់គ្នានេះមើលខាងក្រោមវាដាក់ប្រាប់ថាបើកម៉ូដអាជីពណាយើងចុចបើកវាមកចុចបើកចុចឲ្យពណ៌ខៀវយកពណ៌ខៀវនេះហើយយើងក៏ចុចបន្ទាប់ទៅតាមហ្នឹងទៀតទៅបន្ទាប់មកទៀតតែនេះត្រង់ចំណុចនេះគឺយើងដាក់នៅខាងលើនេះបងប្អូនទាំងអស់គ្នាយើងដាក់សាធារណៈនេះកុំដាក់តាមបំណងឬក៏មិត្តភ័ក្តិយើងដាក់ជាសាធារណៈទៅចឹងចុចបន្ទាប់ទៀតមកហើយយើងបញ្ជាក់នេះកន្លែងនេះគឺយើងចុចឲ្យពណ៌ខៀវពាក្យថាបញ្ជាក់ហ្នឹងគឺយើងចុចបញ្ជាក់មកអ្នករួចហើយបងប្អូនទាំងអស់គ្នាហើយបន្ទាប់មកនេះអាខុនហ្នឹងគឺវាបានបើកផ្កាយហើយនឹងការជាឲ្យខ្ញុំហៅយើងបងប្អូនទាំងអស់គ្នាខ្ញុំបានបិទទៅវិញចឹងណាឥឡូវយើងចុចបន្ទាប់ទៀតមកនេះបន្ទាប់ទៀតត្រង់ចំណុចនេះយើងចង់ដាក់សញ្ញាហ្នឹងក៏បានឬមិនដាក់ក៏បានដែរបងប្អូនទាំងអស់គ្នាបើយើងអត់ដាក់ទេយើងចុចមិនចុចគ្រីសទេហើយចុចពីថាបន្ទាប់មកនេះហើយបងប្អូនទាំងអស់គ្នាអត់មានអីពិបាកទេរួចចឹងនេះខ្ញុំបើកម៉ូដអាជីពមកវិញ account មួយហ្នឹងaccount របស់ខ្ញុំហ្នឹងណា follow មានទាំងអស់ 8k.9 បាននេះយើងបានបើកហើយចឹងវីដេអូហ្នឹងក៏មានតែប៉ុណ្ណឹងបងប្អូនទាំងអស់គ្នាអរគុណច្រើនដែលស្វែងចូលចិត្តបងប្អូនហេ